សួស្តីអ្នកនរគ្នាvừaមកជួបជាមួយនឹងចំណែកខ្ញុំបានសាជាថ្មីអូខេសម្រាប់ថ្ងៃនេះគឺខ្ញុំមានដំណឹងល្អសម្រាប់អ្នកនរគ្នាដែលគាត់ចង់ធ្វើ content អីចឹងទៅឬគាត់ចង់ធ្វើ video blog អីចឹងទៅអញ្ចឹងខ្ញុំអត់ចង់ណែនាំអីច្រើនទេខ្ញុំចង់នាំជាមួយនឹងអឺវាថាបទពិសោធន៍ខ្ញុំផ្ទាល់អ្នកនរគ្នាអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាចាប់ផ្ដើមជាមួយនឹងកម្មវិធី2ហើយកម្មវិធីទី1នេះគឺជាកម្មវិធី Facebook និង YouTube អញ្ចឹងសម្រាប់ខ្ញុំមួយថ្ងៃគឺខ្ញុំអត់សូវពីរហ្នឹងគឺខ្ញុំអត់សូវផ្ដោតជាមួយនឹងFacebook ទេខ្ញុំមកផ្ដោតជាមួយនឹង YouTube ខ្ញុំចង់ឲ្យអ្នកនរគ្នាមើលជាមួយនឹងអឺកន្លែងនេះមួយដែលខ្ញុំបានរកលុយពី channel YouTube ហ្នឹងហើយនេះអ្នកនរគ្នាគឺចំនួនអ្នកមើលចំនួនតើ127អ្នកឯងអ្នកនរគ្នាគឺខ្ញុំរកបានចំនួន5សេនអញ្ចឹងគឺអ្នកនរគ្នាគិតថាតិចចាំត្រូវអត់ប៉ុន្តែអ្នកនរគ្នាមើលជាមួយនឹង view ខ្ញុំផងគឺតិចដូចគ្នាបានវាតាមនឹងតាម view តាមអីទេខ្ញុំដាក់នៅឡើយនេះអ្នកនរគ្នាមើលគឺងាយស្រួលមែនតើគឺអ្នកនរគ្នាមើលទៅហើយអ្នកនរគ្នាមើលវីដេអូខ្ញុំឲ្យចប់ខ្ញុំនឹង video អ្នកនរគ្នាពីរបៀបរកលុយតាម channel YouTube និង Facebook ខ្លះប៉ុន្តែ Facebook ខ្ញុំអត់សូវស៊ី support ទេខ្ញុំចង់មកនិយាយពី YouTube សិនខ្ញុំនិយាយដាច់ពី YouTube សិនអញ្ចឹងសម្រាប់ YouTube បើសិនជាអ្នកនរគ្នាអត់ទាន់ចេះបង្កើត channel ទេអ្នកនរគ្នាអាច inbox មកខ្ញុំឬក៏អ្នកនរគ្នាអាចមើលវីដេអូបងផ្សេងៗដែលគាត់បង្ហោះនៅក្នុង channel YouTube បានងាយស្រួលទេសម្រាប់បង្កើត channel ហើយមួយទៀតគឺខ្ញុំចង់ឲ្យអ្នកនរគ្នាមកស្គាល់ជាមួយនឹង channel ខ្ញុំដែរ channel ខ្ញុំគឺឈ្មោះ Daria Reaction ដែលខ្ញុំកំពុងបង្ហោះជាមួយនឹងវីដេអូនឹងតែម្ដងគឺ channel នេះគឺខ្ញុំផុសគឺមហាសែនយូរហើយអ្នកនរគ្នាគឺខ្ញុំបង្កើតមកតាំងពីឆ្នាំ2023ចូល24ប៉ុន្តែខ្ញុំព្យាយាមធ្វើរហូតដល់សប្តាហ៍ថ្ងៃនេះទើបបានរកប្រាក់ចំណូលបានហើយប្រាក់ចំណូលដែលខ្ញុំរកបានអ្នកនរគ្នាខ្ញុំបើកឲ្យអ្នកនរគ្នាមើលលើផ្ទាំងអេក្រង់នៅគៀនខាងនេះហ្មងទៅ view ខ្ញុំតិចមែនតើអញ្ចឹងមានថាពេលខ្លះខ្ញុំរកបាន1សេនទៅ2សេនពេលខ្លះអត់មានក៏មានដែរអ្នកនរគ្នាសឹងថាអត់មានដោយសារតែ view យើងគឺតិចតែបើសិនជាអ្នកនរគ្នាអាចខ្លាំងជាងខ្ញុំអ្នកនរគ្នាអាចរកបានដូចវីដេអូនេះ view រៀងច្រើននេះ800នាក់ឯងហើយវីដេអូនេះ900នាក់ឃើញអត់អ្នកនរគ្នាវីដេអូនេះ900នាក់វីដេអូនេះតែ800នាក់ជាងអ្នកមើលប៉ុន្តែ view រហូតដល់14សេននេះតើប្រហែលសេនទេតើ5សេនទេនេះ4រៀលហើយ4រៀល67k អ្នកនរគ្នា4រៀលហើយនេះ6 view 640 view គឺខ្ញុំបាន33សេនអញ្ចឹងគឺខ្ញុំចង់មកបញ្ចូលកន្លែងហ្នឹងតិចដំបូងបើសិនជាអ្នកនរគ្នាបង្កើតជាមួយនឹងវីដេអូបើសិនជាវីដេអូខ្លីឬក៏វីដេអូវែងខ្ញុំអត់សំខាន់ទេតែខ្ញុំចង់ឲ្យអ្នកនរគ្នាបើសិនជាអ្នកនរគ្នាបង្កើតលើកដំបូងខ្ញុំចង់ឲ្យអ្នកនរគ្នាបង្កើតជាមួយនឹងវីដេអូខ្លីដើម្បីទាក់ទាញ subscribe យើងសិនហើយសម្រាប់ subscribe គឺយើងមើលលើនេះបានគឺយើងមើលលើបានដូចជា subscribe របស់ខ្ញុំដូចជាប្រមាណ subscribe ហើយទេហ្នឹងហើយខ្ញុំចូលមើល subscribe ខ្ញុំបន្តិចសិនអូខេអញ្ចឹងសម្រាប់ subscribe របស់ខ្ញុំគឺមានចំនួន2.230អ្នកនរគ្នា 2k.230 នាក់ sorry ហ្នឹងហើយវីដេអូរបស់ខ្ញុំគឺខ្ញុំថតឡើងផុសឡើង300វីដេអូអញ្ចឹងអ្នកនរគ្នាគិតថាបើសិនជាវីដេអូអ្នកនរគ្នាចូលទៅផុសទៅផ្ទុះភ្លាមអ្នកនរគ្នាថាអ្នកនរគ្នាកម្រងក្នុងមួយខែអ្នកនរគ្នារកបានប្រហែលបើតាមសម្រាប់អ្នកដែលគាត់រកលុយពីមុនអ្នកនរគ្នាដូចជាអ្នកធ្វើចម្រៀង original song អ្នកធ្វើ content របៀបប្រាប់ណែនាំពីរបៀបបង្កើត channel បង្កើតនេះបង្កើតនោះអីចឹងទៅបើសម្រាប់ខ្ញុំគឺខ្ញុំធ្វើ reaction ហ្នឹងគឺវាបានចំណូលតិចមែនដោយសារតែយើងយកវីដេអូពីគេពេលខ្លះជាប់ spam ជាប់ copyright ឯទៀតអញ្ចឹងយើងហានិភ័យមែនតើសម្រាប់ channel ដូចរបស់ខ្ញុំប៉ុន្តែយើងរៀងស្អិននឹងអាហ្នឹងដែរអញ្ចឹងណាហើយសម្រាប់អ្នកនរគ្នាដែលគាត់ចង់បង្កើត channel ដូចខ្ញុំប្រាប់អញ្ចឹងអ្នកនរគ្នាអាចរកមកចាប់ផ្ដើមជាមួយនឹង YouTube មិន sorry មិនចាំបាច់ចាប់ផ្ដើមជាមួយនឹង Facebook ទេអ្នកនរគ្នាខ្ញុំចង់ឲ្យអ្នកនរគ្នាចាប់ផ្ដើមជាមួយនឹង YouTube សិនហ្នឹងហើយដោយសារ YouTube គឺងាយស្រួលមែនតើ YouTube គឺយើងមាន subscribe ចំនួន 1000 នាក់ហើយនឹងចំនួន4000 ម៉ោងសម្រាប់អ្នកដែលរកលុយតាម channel YouTube គឺងាយស្រួល1000 subscribe អ្នកនរគ្នាគឺយើងរកតែមួយ flick ទេបើសិនជាអ្នកនរគ្នាផុសវីដេអូ stall នៅកន្លែងនេះខ្ញុំគូម៉ៅហ្នឹងគឺកន្លែងវីដេអូ stall បើសិនជាអ្នកវីដេអូ stall អ្នកនរគ្នាផ្ទុះគឺអ្នកនរគ្នានឹងបានview បានបើសិនជាវាផ្ទុះ
ទូ subscribe គឺអត់ក្រោម100អ្នកដែល subscribe យើងក្នុងមួយថ្ងៃទេគឺច្រើនអញ្ចឹងបើសិនជាអ្នកនរគ្នាផ្ទុះវីដេអូនៅក្នុងគេហៅថាវីដេអូខ្លីវីដេអូ reel គឺអ្នក subscribe យើងដឹងតឡើងអញ្ចឹងយើងរកអ្នក subscribe បានច្រើនដែលគេស្គាល់ជាមួយនឹង channel របស់យើងហើយខ្ញុំសូមបញ្ជាក់តិចបើសិនជាយើងបង្កើត channel មួយហើយឧទាហរណ៍ទៅវីដេអូ reel គឺយើងផុសលក្ខណៈបែបកំ pl ែងនិយាយបែបកំ pl ែងនិយាយបែបតាក់ទាញអញ្ចឹងទៅប៉ុន្តែបើសិនជាកំណត់លើវីដេអូវែងអ្នកនរគ្នាត្រូវចាប់ឲ្យបានទី1គឺវីដេអូវែងបើសិនអ្នកនរគ្នាចង់របៀបថាថតជារឿងកំ pl ែងគឺយើងដាក់រឿងទៅហូតទៅរឿង direct ទៅរឿងមិនក៏បានឲ្យទៅរឿងហ្នឹងហើយបើសិនជាអ្នកនរគ្នាផុសចម្រៀងអ្នកនរគ្នាចាប់ផ្ដើមពីចម្រៀងឡើងទៅមិនបាច់ចាំដូរ content ឬក៏បដូរវីដេអូទៅជាឧទាហរណ៍ច្រៀងសុកបែរទៅជាលក្ខណៈបរៀនគេរលុយរៀនអីចឹងវាពិបាកដោយសារតែយើងដៃថ្មីយើងពិបាកពីទី1ខ្លាចវា spam ទី1យើងខ្លាចអ្នកដែល subscribe យើងហ្នឹងគេតែងតែតាមដានរឿងរបស់យើងទៅពេលនៅសុកយើងទៅចេញជារបៀបប្រាប់ពីការបរៀនអីចឹងគឺគាត់រៀងវ៉ាអីចឹងពេលខ្លះអាចបាត់ subscribe ដែរអ្នកនរគ្នាហ្នឹងក៏អាច spam ដែរហើយបើសិនជាអ្នកនរគ្នាចង់រកប្រាក់ចំណូលពី channel YouTube គឺងាយស្រួលទេអ្នកនរគ្នាអាចមើលតាម channel បងផ្សេងបានដូចខ្ញុំអត់មានរៀននៅណាយ៉ាងណីទេខ្ញុំមើលតាមគេដែរទេហើយរបៀបពេលគ្រប់កូការបៀបជាប់ធនាគាររបៀបជាប់អីហ្នឹងគឺគេមានប្រាប់ទាំងអស់គឺងាយស្រួលមិនបាច់ចាំយើងទៅរៀនអស់លុយទេតាម online អស់លុយដោយសារតែអានេះគឺគេមានបរិញ្ញានៅក្នុង channel YouTube ហើយហ្នឹងខ្ញុំនិយាយជាមួយនឹង YouTube សិនហ្នឹងហើយបើ Facebook ខ្ញុំនឹងនិយាយនៅវីដេអូក្រោយអញ្ចឹងជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយ See you guys ជួបគ្នានៅវីដេអូខាងក្រោយបាយបាយ